សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះយើងមកអាប់ដេតទីផ្សារ market ទាំងអស់គ្នា market កាលពេលថ្ងៃព្រឹកមិញហ្នឹងពេលម៉ោង6កន្លះហ្នឹងគឺ market បានធ្លាក់ចុះយ៉ាងច្រើនគួរសមដែរតែប្រហែលជាខ្ទង់បាន2ម៉ោងក្រោយពី market បើកគឺវាបានឡើងមកវិញដោយសារព័ត៌មានល្អខ្លះដែល Trump បាននិយាយហើយវាបានឡើងហើយថ្ងៃនេះខ្ញុំចង់អាប់ដេតជាមួយនឹងភាគហ៊ុនរបស់ NHE ដែលជា Uranium ក្រុមហ៊ុននេះគឺបានហក់ឡើងគួរសមដែរថ្ងៃនេះហើយខ្ញុំបានទិញវាកាលពីទឹកមុនហ្នឹងគឺចំណេញបានច្រើនគួរសមដែរហើយក្រុមហ៊ុននេះគឺល្អបងប្អូនវាអាច grow ពីឥឡូវហ្នឹងតម្លៃវាគឺ$12កន្លះហើយវាអាចហក់ទៅដល់16ឬក៏18អានេះព័ត៌មានគេនិយាយនៅក្នុង news ឯណាបងប្អូនហើយខ្ញុំជឿថាអាហ្នឹងវាអាចឡើងទៅដល់17 18ព្រោះអីកាលជា2ខែមុនគឺវាបានឡើងទៅហើយវាឡើងដល់ប្រហែលជា16តែដោយសារបញ្ហាសង្គ្រាមវាចុះមកវិញណាបងប្អូនប៉ុន្តែ stock នេះគឺជាក្រុមហ៊ុនដែលល្អមែនតើហើយខ្ញុំបានទិញច្រើនគួរសមកាលពីនេះមកហើយជា10ថ្ងៃមុនហ្នឹងពូអីភាគហ៊ុនវាចុះខ្លាំងខ្ញុំបានទិញអានេះអញ្ចឹងចាំមើលបើសិនជាឡើងដល់16អីគឺខ្ញុំអាចបង្កើតលុយបានច្រើនមែនតើបងប្អូនហើយសម្រាប់ថ្ងៃនេះគឺខ្ញុំបានអាប់ដេតតែប៉ុណ្្នឹងឯងបងប្អូនព្រោះអីខ្ញុំមើលព័ត៌មានគេថាវា market វារៀង cool down ណាបងប្អូនអញ្ចឹងវាអាចឡើងមកវិញខ្លះហើយតែខ្ញុំអត់ដឹងថាបានឡើងទៅដល់កម្រិតណាទេព្រោះឯងយើងអត់អាច predict market បានទេបងប្អូនថ្ងៃនេះចេះថ្ងៃនោះចុះអញ្ចឹងថ្ងៃនេះពេលដើមព្រលឹមឡើងគឺវាបានចុះច្រើនគួរសមដែរបងប្អូនដល់ពេលប្រហែល 2-3 ម៉ោងក្រោយមកវាឡើងមកវិញហើយឡើងច្រើនមែនតើឡើងដូចជា EVDNA MU អីគឺឡើងខ្លាំងឡើងសិត20-30រៀលខ្ញុំបានលក់ MU ដែរព្រោះអីខ្ញុំបានទិញវាកាលពី10ថ្ងៃមុនក្នុងតម្លៃថោកប៉ុន្តែខ្ញុំមិនបានទិញច្រើនទេប្រហែលជា50 share ប៉ុន្តែថ្ងៃនេះខ្ញុំបានលក់វាព្រោះអីវាឡើងច្រើនមែនតើដែលគួរឲ្យខ្ញុំចង់ដកយកលុយចេញមកអូខេសុខសប្បាយទាំងអស់គ្នាបងប្អូន